សួស្តីបងថ្ងៃនេះមកធ្វើជ្រក់ខ្ទឹមហើយនឹងស្ពៃក្តោបខ្ញុំច្បាច់រួចរាល់ហើយបន្តែវាយូរពេកទៅខ្ញុំខ្ជិលថតច្បាច់អំបិលឲ្យវាសពប់អញ្ចឹងឲ្យវាបាត់ជាតិហាងបាត់ជាតិហិលពីជ្រក់ខ្ទឹមអញ្ចឹងណារួចលាងឡើងច្រើនទឹក 4-5 ទឹកអីចឹងទៅបងប្អូនបន្ទាប់ពីលាងជ្រះអំបិលឲ្យវាស្អាតហើយខ្ញុំមកផ្សំគ្រឿងបងប្អូនមុនផ្សំហ្នឹងយើងភ្លក់សិនថាវាប្រៃអត់វាល្មមដូចជាតិល្មមដែលយើងគួរដាក់អំបិលថែមអត់ចឹងណាខ្ញុំរៀងសាមចឹងខ្ញុំដាក់អំបិលដាក់ម្សៅស៊ុបប៊ីចេងបងណាអត់ចូលចិត្តប៊ីចេងមិនដាក់ក៏បានដែរបន្ទាប់មកយើងទឹកដាក់ទឹកអង្ករយើងហ្នឹងទឹកអង្ករត្រាំទឹកអង្ករចាក់ទឹកអង្ករចូលមកលិចចឹងហើយមានបាយកកឬក៏បាយដំណើបបងប្អូនយកដាក់មកដុំទូចក៏បានដែរឲ្យវាឆាប់ជូរតែមួយយកគឺជូរបានញ៉ាំតែឲ្យបងប្អូនដាក់តែមួយយកឯនេះជូរល្មមមកដាក់ចាននេះខ្ញុំដាក់ទាំងវែងខ្ញុំបានកាន់កើតហើយបងប្អូននេះត្រីដែងអាំងទៅហ្នឹងជាមួយត្រីដែងអាំងជូរល្មមដាក់តែមួយយកឯណាអត់លឿងស្រួយឆ្ងាញ់លក់ដល់ខ្ទឹមមួយខ្ញុំអត់បានកាត់ខ្លីៗខ្ញុំដាក់ទាំងវែងកាត់ទៅចុងជោគជ័យធ្វើលើកទី1